នាងឃើញស្រមោលឆ្លងកាត់ពីខាងក្រៅមុងផ្លែតស្រមោលនោះបានខិតចូលមកជិតនាងម្ដងបន្តិចម្ដងបន្តិចរំជែងព្យាយាមក្រោកតែក្រោកមិនរួចព្រោះត្រូវខ្មោចសង្កត់ជាប់នឹងគ្រែរំជែកសម្លឹងមើលមិនសូវច្បាស់ទេរៀងស្រពេចស្រពិលស្រាប់តែមានក្រចកដល់មុខស្រួចបានលើកចេញឡើងអ្នកដែលនៅចំពោះមុខរបស់នាងនោះគឺជាយើងនាំគ្នាក្រឡេកទៅមើលប្រវត្តិរបស់នាងរំជែកកាលពីឆ្នាំ1930ទៅមើលថាតើមានរឿងរ៉ាវអ្វីខ្លះកើតចំពោះនាងរំជែកគឺជាកូនកសិករម្នាក់មិនសូវមានទ្រព្យធនទេម្ដាយរបស់នាងបានលើកនាងទៅឲ្យបរិសម្នាក់ឈ្មោះតារាដែលជាកូនកសិករដូចគ្នានាងរំជែកបានទៅនៅផ្ទះខាងប្តីរបស់នាងរំជែកជាស្ត្រីវ័យកណ្ដាលនាងពពោះបាន6ខែហើយសូមលោកអ្នកកុំអូសរំលងសាច់រឿងនេះបាទនៅក្នុងសាច់រឿងនេះមានអាចកំបាំងច្រើនណាស់បង្កប់នៅក្នុងសាច់រឿងបើលោកអ្នកទស្សនាជួបចិត្តមិនអារម្មណ៍សូមជួយចុច Subscribe ផងបាទនាងបានដាក់ភ្នែកទៅឃើញកូនខ្ទមតូចមួយដែលគេទុកចោលយូរយារណាស់មកហើយនៅពេលនោះធ្វើឲ្យនាងភ័យខ្លាចយ៉ាងខ្លាំងព្រោះខ្ទមនោះមើលទៅហាក់បីដូចជាខ្ទមដែលមានអ្វីម្យ៉ាងនៅក្នុងទីនោះស្រាប់តែនៅសុកមានស្ត្រីវ័យចំណាស់ម្នាក់បានលេចមុខនៅមិនឆ្ងាយពីនាងយាយនោះសក់កន្ទ្រើងរើងបើកភ្នែកធំសម្លឹងមករកនាងក៏បានងាកមុខចេញដោយភ័យខ្លាចនៅពេលនោះនាងបានលើកដៃឡើងប្រណម្យសូមឲ្យវត្ថុស័ក្តិសិទ្ធិតាមថែរក្សាកូនរបស់នាងនៅក្នុងពោះនៅពេលធ្វើដំណើរមកដល់ផ្ទះនាងក៏ប្រលប់ល្មមអ្នកទាំងពីរបានឈររងចាំម្ដាយនៅខាងមុខផ្ទះចំណែកយាយសយវិញដោយឃើញកូនត្រឡប់មកវិញក៏បានស្ទុះទៅអោបកូនដោយក្តីស្រឡាញ់មើលឲ្យម៉ែមើលបន្តិចមើលអូយចុះពួកឯងក៏ធំម៉េះកូនសុខសប្បាយណាស់ចៅសុខសប្បាយណាស់ចៅតើឯងមានបានសួរយាយម៉បនៅទីនោះទេនោះថាតើកូនរបស់ឯងស្រីឬក៏ប្រុសមិនបានសួរទេម៉ែអ្នកណាទៅដឹងស្រីឬប្រុសតែយាយម៉បមើលមកពួកខ្ញុំគាត់ថាប្រុសម៉ែល្អណាស់គ្រាន់បានទៅធ្វើសឹកជាមួយសៀមឬចុះឯងផើមបានប្រហែលខែហើយហ្នឹងបាន6ខែម៉ែយាយសយក៏បានទៅត្រៀមកន្លែងដេកឲ្យកូនទាំងពីរនាងរំជែកមានភាពកក់ក្ដៅនៅក្នុងចិត្តព្រោះបានម្ដាយមកជួយមើលការខុសត្រូវនាងរំជែកនាងរំជែកនាងរំជែកនៅពេលនោះនាងរំជែកកំពុងដេកតែឮសំឡេងល្វើយចេញមកពីខាងមុខផ្ទះនាងក្រោកដើរចេញមកមើលចុះមកនេះមួយភ្លេតលឿនឡើងយាយមានរឿងចង់ប្រាប់ឯងណាអ្នកដែលហៅនោះគឺជាស្ត្រីវ័យចំណាស់ម្នាក់នាងបានឃើញក្នុងអំឡុងពេលនាងធ្វើដំណើរមកផ្ទះម្ដាយរបស់នាងស្ត្រីវ័យចំណាស់នោះក៏បានស្រែកសន្ធាប់ឲ្យនាងចុះមកសំឡេងរបស់ស្ត្រីចំណាស់នោះបានធ្វើឲ្យនាងភ័យខ្លាចទឹកមុខឡើងស្លេកស្លាំងនាងរំជែកឆាប់ចុះមកបើមិនចុះមកទីប្រយ័ត្នកូនឯងងាប់ណាឆាប់
ចុះភ្លាម ហ៎រំជែងភ្ញាក់ព្រឺតពីដំណេកទើបដឹងថាខ្លួនយល់សពនៅពេលនោះនាងរំជែកចង់យករឿងរ៉ាវទាំងនេះទៅប្រាប់ប្តីរបស់នាងតែម្ដាយរបស់នាងប្រាប់ថាតារាវាទៅស៊ីឈ្នួលគេតាំងពីមាន់ល្ងាវម្លេះនាងរំជែងក៏បានប្រាប់រឿងនេះទៅឲ្យម្ដាយស្ដាប់តែម្ដងទៅ យាយដែលកូនបានឃើញកាលពីយប់មិញនោះគឺឈ្មោះយាយម៉ៅគាត់ជាអ្នកចំណូលថ្មីអ្នកភូមិល្បីតគ្នាថាគាត់ជាអាបនេះល្អហើយដែលកូនឯងមិនបានចុះមកជួបគាត់នោះបើឯងចុះទៅជួបគាត់នោះប្រហែលជាកូនរបស់ឯងងាប់បាត់ទៅហើយ យាយសយបានលើកដៃប្រណម្យឡើងសូមឲ្យវត្ថុស័ក្តិសិទ្ធិតាមជួយថែរក្សាដល់ចៅរបស់គាត់ឮយ៉ាងដូចនេះនាងរំជែងចាប់ផ្ដើមព្រួយបារម្ភទៀតហើយថាកូននៅក្នុងពោះរបស់នាងច្បាស់ជាជួបនឹងគ្រោះថ្នាក់ជាក់ជាមិនខានទេពេលប្រលប់ចូលមកដល់នាងអង្គុយចាំប្តីនៅមុខផ្ទះដោយទឹកមុខព្រួយបារម្ភទន្ទឹមនឹងនោះដែរនាងរំជែកនៅផ្ទះតែម្នាក់ឯងមិនដឹងយាយសយបាត់ទៅណាទេរំជែកដាក់ភ្នែកទៅខាងមុខផ្ទះស្រាប់តែឃើញស្ត្រីចំណាស់នោះកំពុងឈរនៅមុខផ្ទះហើយសម្លឹងមករកនាង ចុះមកនេះមួយភ្លេតលឿនឡើងយាយមានរឿងចង់ប្រាប់ឯណា គាត់ជួនយាយសយក៏ដើរមកពីខាងក្រោយហើយក៏ស្រែកសួរថា កំពុងធ្វើអីនឹងកូន អត់អីទេម៉ែ ល្មមទៅរកបាយទឹកស៊ីឲ្យកូនថ្ងៃនេះតារាប្តីរបស់ឯងមិនទាន់មកទេគេប្រើឲ្យវាទៅជញ្ជូនរបស់ឯងមិនដឹងទេ នៅពេលឮពាក្យម្ដាយប្រាប់យ៉ាងដូចនោះធ្វើឲ្យនាងកាន់តែបារម្ភថែមទៀតរំជែកមិនចង់នៅទីនេះទៀតទេនាងរំជែកចង់ត្រឡប់ទៅនៅផ្ទះប្តីរបស់ខ្លួនវិញម្ដងទៀតពេលរាត្រីក៏ឈានចូលមកដល់នាងរំជែកដេកលក់ខ្លះអត់ខ្លះនាងឃើញស្រមោលឆ្លងកាត់ពីខាងក្រៅមុងផ្លែតស្រមោលនោះបានខិតចូលមកជិតនាងម្ដងបន្តិចម្ដងបន្តិចរំជែងព្យាយាមក្រោកតែក្រោកមិនរួចព្រោះត្រូវខ្មោចសង្កត់ជាប់នឹងគ្រែរំជែកសម្លឹងមើលមិនសូវច្បាស់ទេរៀងស្រពេចស្រពិលស្រាប់តែមានក្រចកដល់មុខស្រួចបានលេចចេញឡើងអ្នកដែលនៅចំពោះមុខរបស់នាងនោះគឺជាយាយសយម្ដាយរបស់រំជែកនោះឯង ចៅយាយយាយសុំហើយណាម៉ែ យាយសយលើកដៃមានបំណងចង់សម្បាច់ករំជែករំពេចនោះនាងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិឬក៏ស្អីក៏ដោយឲ្យតែជួយនាងនៅពេលនេះបាននៅសុកស្រាប់តែលេចមុខយាយម៉ៅមកក្រលើមនៅពេលនោះដែរ សយញ៉ៃចង់ស៊ីកូននឹងចៅរបស់ថ្ងៃនេះទេ សំឡេងចេញពីខាងមុខផ្ទះបានធ្វើឲ្យយាយសយបែរមុខមកមើលមួយរំពេចហើយគាត់ក៏ដើរសម្ដៅទៅមុខផ្ទះភ្លាមនៅពេលនោះឯងនាងរំជែកបានរួចផុតពីមន្តអាគមសង្កត់ចិត្តរបស់យាយសយភ្លាមទើបនាងកម្រើកខ្លួនបានវាចេញមកពីខាងក្រៅមុងឈរមើលតាមបង្អួចស្រាប់តែឃើញយាយសយដើរសម្ដៅទៅរកយាយម៉ៅ កុំមកចេះរឿងអញ
ទៅឲ្យឆ្ងាយទៅមីកញ្ចាស់ម៉ៅ នៅពេលនោះស្រាប់តែយាយសយបានស្ទុះសំដៅទៅរកវាយាយម៉ៅចំណែកយាយម៉ៅវិញកំពុងឈរឃុំរងចាំយាយសយហក់ទៅយាយម៉ៅបានដល់យាយសយចំមួយដៃធ្វើឲ្យយាយសយដួលមួយរំពេចព្រឹកឡើងភ្ញាក់ពីដំណេកឃើញតារាអង្គុយកំដរនាងនៅក្បែរគ្រែតារានៅពេលឃើញប្រពន្ធភ្ញាក់ហើយក៏គ្រាប្រពន្ធឲ្យអង្គុយហើយក៏សួរទៅប្រពន្ធថាយប់មិញអូនឯងកើតអីបានជារវើរវាយអស់មួយយប់អញ្ចឹងនាងរំជែងបានយកដៃទៅស្ទាបពោះទើបដឹងថាកូនមិនអីក៏បានប្រាប់រឿងរ៉ាវដែលខ្លួនបានជួបកាលពីយប់មិញទៅឲ្យប្តីស្ដាប់ចំណែកតារាវិញណាគាត់មិនជឿសូម្បីតែបន្តិចឡើយក្រោយមកតារាទៅមើលយាយសយដែលកំពុងដេកនៅម្ខាងទៀតក៏ឃើញយាយសយកំពុងតែដេកផ្អែកនៅនឹងជញ្ជាំងរំពេចនោះយាយសយភ្ញាក់ឡើងហើយក៏ប្រាប់ទៅកូនប្រសាតែភ្នែករបស់យាយសយវិញបានសម្លឹងមកមើលរំជែកទាំងកំហឹងរំជែកភ័យពេកក៏ដើរចេញទៅចំណែកនាងរំជែកក៏មិនអាចនៅទីនេះទៀតបានដែរនាងបានរៀបចំរបស់របរថានឹងទៅរស់នៅជាមួយម៉ែក្មេកម្ដងទៀតតែចំណែកតារាវិញមិនព្រមទេតារានិយាយថាមកនៅផ្ទះរបស់ម្ដាយខ្លួនឯងមិនបានប្រមាណផងហ្នឹងក៏ទៅវិញហើយតែចុងក្រោយតារាក៏យល់ព្រមឲ្យនាងទៅវិញហើយប្រាប់ថាអញ្ចឹងពី3ថ្ងៃទៀតទៅបងទៅតាមក្រោយណានៅក្នុងដំណើរទៅផ្ទះម្ដាយក្មេកវិញនាងរំជែកបានដាក់ភ្នែកទៅឃើញម្ដាយរបស់ខ្លួនកំពុងសម្លឹងមករកនាងទាំងកំហឹងតែទោះបីជានាងបារម្ភអំពីប្តីយ៉ាងណាក៏ដោយនាងក៏ត្រូវតែត្រឡប់ទៅនៅផ្ទះម្ដាយក្មេកវិញដែរដើម្បីការពារសុវត្ថិភាពកូននិងខ្លួននាងនៅក្នុងកំឡុងពេលធ្វើដំណើររំជែងក៏បានជួបជាមួយលោកអ៊ំម្នាក់ក៏បានប្រាប់រឿងរ៉ាវខ្មោចអាបទៅឲ្យលោកអ៊ំនោះស្ដាប់ចំណែកលោកអ៊ំនោះណាគាត់បានមើលនាងចុះឡើងហើយនិយាយថាបើខ្ញុំស្មានមិនខុសទេខ្ញុំគិតថានាងនឹងកូនច្បាស់ជាជួបនឹងគ្រោះថ្នាក់ហើយលោកអ៊ំមានន័យថាម៉េចហ្នឹងហើយអ្នកណាក៏គេដឹងដែរថាម៉ែរបស់ឯងក៏ជាអាបគ្មានអ្នកណាម្នាក់គេហ៊ានទៅក្បែរទេណានេះល្អហើយដែលឯងនឹងគូនោះមិនកើតអីនោះមិនដឹងថាប្តីរបស់ឯងដឹងឬក៏អត់ទេនេះតើអ៊ំមានស្គាល់លោកយាយម៉ៅទេរឿងអីមិនស្គាល់យាយម៉ៅណាគាត់ធ្វើឈ្មោះប្រចាំភូមិយើងនេះឯងនោះផ្ទះគាត់នៅខាងមុខនោះឯងហើយតែគាត់បានស្លាប់បាត់ទៅហើយណាពិភាក្សាគ្នាចប់ហើយនាងរំជែងក៏បានឆ្លងកាត់មុខផ្ទះយាយម៉ៅម្ដងទៀតនាងក្រឡេកទៅឃើញយាយម៉ៅកំពុងឈរនៅទីនោះរំជែងបានលើកដៃសំពះអរគុណដល់យាយម៉ៅដែលបានជួយខ្លួននឹងកូនតាមពិតទៅយាយម៉ៅមិនមែនជាខ្មោចអាបទេគាត់គឺមកតាមថែរក្សានាងនិងកូនទៅវិញទេនេះមានន័យថាយាយសយទេដែលជាអាបពិតនោះនាងរំជែងនឹងមិនត្រឡប់ទៅរស់នៅផ្ទះរបស់ខ្លួនម្ដងទៀតទេនាងនៅរងចាំប្តីរហូតត្រឡប់មកវិញរឿងរ៉ាវទាំងប៉ុន្មានធ្វើឲ្យនាងចងចាំមិនភ្លេចឡើយកាលចំនួនមុនចាស់តែងតែប្រាប់តគ្នាថាមនុស្សពោះធំរមែងយល់សពឃើញអាបជាពិសេសយាយម៉បតែងតែប្រាប់
ទៅប្តីរបស់អ្នកដែលសម្រាលកូនឲ្យទៅកាប់បន្លាស្អិតយកមកស្រះក្រោមកន្លែងដែលកើតកូនហើយនេះគឺដើម្បីការពារអាបកុំឲ្យវាចេញមកស៊ីខ្ទុះឈាមនោះឯងតើមានអ្នកណាធ្លាប់បានឮធ្លាប់បានឃើញទេសូមជួយខមមិននៅខាងក្រោមនេះផងបាទសូមអរគុណអ្នកទាំងអស់គ្នាបើលោកអ្នកទស្សនាទៅជក់ចិត្តដិតអារម្មណ៍ខ្ញុំបាននឹងលើកយកសាច់រឿងបែបនេះមកជូនលោកអ្នកទស្សនាម្ដងទៀតសូមជួយចុច Subscribe ផងបាទលោកអ្នកនឹងទទួលបានវីដេអូថ្មីទៀតសូមអរគុណសូមសុខសុវត្ថិភាពមានដល់អស់លោកអ្នកពីខ្ញុំបាទវ៉ែនចម្រើនសូមអរគុណ